ជំរាបសួរបងប្អូនជ្រាបជាទីគោរពថ្ងៃនេះគឺជាថ្ងៃច័ន្ទ10រោចខែភទ្របទឆ្នាំវកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី26ខែកញ្ញាគ្រិស្តសករាជ2016នៅពេលនេះនាងខ្ញុំយូច័ន្ទធានីសូមអញ្ជើញបងប្អូនជ្រាបជាតិតាមដានទស្សនាព័ត៌មានសង្ខេបដែលមានជាបន្តបន្ទាប់ដូចតទៅលោកសំរងស៊ីបញ្ជាក់ពីកត្តាដែលធ្វើឲ្យតម្លៃកសិផលកាន់តែធ្លាក់ចុះហើយជីវភាពកសិករកាន់តែដុនដាបលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រមនសិការខ្មែរបានលើកឡើងដឹងថានៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបានបញ្ជាក់ថាប្រជាកសិករនិងប្រជាពលរដ្ឋខ្មែរពិសេសយុវជនមិនអាចមានជីវភាពរស់នៅនិងលក្ខខណ្ឌរស់នៅប្រសើរឡើងដោយសារអំណោយរបស់រដ្ឋាភិបាលយកទៅចែកបន្តិចបន្តួចនៅក្នុងរូបភាពនយោបាយនោះទេតែជីវភាពនិងលក្ខខណ្ឌរស់នៅរបស់ពួកគាត់នឹងមានភាពប្រសើរឡើងតាមរយៈគោលនយោបាយសេដ្ឋកិច្ចត្រឹមត្រូវនិងមានមាគ៌ាច្បាស់លាស់លោកសំរងស៊ីបានបញ្ជាក់ថាអំណោយនៅក្នុងរូបភាពនយោបាយគ្រាន់តែជាការបិទបាំងពីភាពបរាជ័យនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៅក្នុងការដឹកនាំប្រទេសកម្ពុជាដែលធ្វើឲ្យកសិករកាន់តែដុនដាបជំពាក់បំណុលធនាគារដកខ្លួនមិនរួចហើយសម្រេចចិត្តទៅធ្វើជាពលករនៅបរទេសគេហទំព័រមនសិការខ្មែរដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យតម្លៃកសិផលកាន់តែធ្លាក់ចុះហើយជីវភាពកសិករកាន់តែដុនដាបដែលនៅក្នុងនោះរួមមានទី1ប្រជាកសិករនិងប្រជាពលរដ្ឋខ្មែរខ្វះដីធ្វើកសិកម្មទំនាស់ដីធ្លីស្មុគស្មាញនិងបញ្ហាធ្ងន់ធ្ងរនោះគឺរដ្ឋាភិបាលបានផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចដល់ក្រុមហ៊ុនបរទេសរាប់សែនហិកតាទី2ខ្វះប្រព័ន្ធធារាសាស្ត្រគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំដែលរដ្ឋាភិបាលមិនអាចគ្រប់គ្រងនិងដោះស្រាយបានល្អទី3ខ្វះទីផ្សារលក់កសិផលដែលមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងកម្ពុជាដែលមិនអាចលក់ចេញហើយទំនិញបរទេសហូរចូលកម្ពុជាយ៉ាងច្រើនទី4បញ្ហាបំណុលដែលការប្រាក់ខ្ចីពីធនាគារខ្ពស់ហើយប្រជាកសិករខាតបង់ច្រើនទី5ទំនិញសពសារពើឡើងថ្លៃខ្ពស់ជាបន្តបន្ទាប់តែកសិផលដែលផលិតបានបែរជាចុះថោកទៅវិញទី6បញ្ហាខ្វះការណែនាំដល់កសិករព្រោះក្រសួងនិងស្ថាប័នជំនាញរបស់រដ្ឋមិនបានបណ្ដុះបណ្ដាលនិងណែនាំពីរបៀបធ្វើកសិកម្មព្រមទាំងការស្វែងរកទីផ្សារជាដើមទី7មានកសិករចំណាក់ស្រុកកាន់តែច្រើនឡើងជុំវិញបញ្ហាខាងលើនេះប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីបានបញ្ជាក់ថាក្រសួងនិងស្ថាប័នជំនាញរបស់ប្រទេសជិតខាងកម្ពុជាគេបានយកចិត្តទុកដាក់ចំពោះកសិករនិងប្រជាពលរដ្ឋរបស់គេខ្លាំងណាស់ដោយគេមានគោលនយោបាយនិងផែនការយុទ្ធសាស្ត្រច្បាស់លាស់ព្រមទាំងមានប្រសិទ្ធភាពដើម្បីធានាដោះស្រាយទុក្ខលំបាកនិងក្តីកង្វល់របស់ប្រជាកសិកររបស់គេដូច្នេះរដ្ឋាភិបាលកម្ពុជាក៏បីមានផែនការនិងយុទ្ធសាស្ត្រព្រមទាំងគោលនយោបាយកសិកម្មឲ្យបានច្បាស់លាស់និងមានប្រសិទ្ធភាពដើម្បីធានាដល់កសិករខ្មែរចំពោះការប្រកបរបរកសិកម្មព្រោះសប្តាហ៍ថ្ងៃនេះវិស័យកសិកម្មនិងកសិករខ្មែរមានស្ថានភាពកាន់តែដុនដាបទៅហើយការដែលរដ្ឋាភិបាលយកអំណាចបន្តិចបន្តួចទៅចែកជូនកសិករនៅក្នុងរូបភាពនយោបាយគឺมันអាចដោះស្រាយបញ្ហារបស់កសិករដោយនិរន្តរភាពបាននោះឡើយលោកកឹមសុខាថាអ្នកការពាររដ្ឋធម្មនុញ្ញចុងក្រោយគឺជាពលរដ្ឋលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានចុះផ្សាយឲ្យដឹងតាមរយៈប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាបានមានប្រសាសន៍ថាអ្នកការពាររដ្ឋធម្មនុញ្ញចុងក្រោយគឺពលរដ្ឋប្រសិនបើស្ថាប័នរបស់រដ្ឋមិនអាចការពារច្បាប់កំពូលមួយនេះបានលោកកឹមសុខាថ្លែងបែបនេះក្នុងខួប23ឆ្នាំនៃទិវាប្រកាសឲ្យបើករដ្ឋធម្មនុញ្ញនាទីស្នាក់ការកណ្ដាលគណៈបក្សសង្គ្រោះជាតិសង្កាត់ចាក់អង្រែលើក្រុងភ្នំពេញនៅថ្ងៃទី24ខែកញ្ញាគេហទំព័រអាស៊ីសេរីដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈការថ្លែងនៅមុខអ្នកគាំទ្រប្រមាណ400នាក់ប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាអានផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញហើយមានពេលខ្លះលោកថ្លែងឌឺដងរឿងសិទ្ធិប្រើអាវុធលោកថាប្រសិនបើអ្នកនយោបាយនៅពេលចូលកាន់តំណែងប៉ុន្តែគោរពរដ្ឋធម្មនុញ្ញមិនបានពេញលេញប្រជាពលរដ្ឋគឺជាតុលាការវិនិច្ឆ័យលោកកឹមសុខាលើកឡើងថាអំណាចរដ្ឋទាំងអស់កើតចេញពីពលរដ្ឋដូច្នេះប្រសិនបើរដ្ឋធម្មនុញ្ញត្រូវបានស្ថាប័ននានារំលោភបំពានមានតែពលរដ្ឋជាអ្នកការពាររដ្ឋធម្មនុញ្ញប៉ុណ្ណោះ
ពលរដ្ឋម្នាក់លោកស្រីលីននាងខុននីយល់ថាដើម្បីការពាររដ្ឋធម្មនុញ្ញលោកស្រីត្រូវចុះឈ្មោះដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំណាដែលគោរពរដ្ឋធម្មនុញ្ញពលរដ្ឋរូបនេះបន្តទៀតថាប្រសិនបើបោះឆ្នោតរួចហើយអ្នកដឹកនាំប្រទេសមិនគោរពរដ្ឋធម្មនុញ្ញពលរដ្ឋមានតែប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដើម្បីការពាររដ្ឋធម្មនុញ្ញរដ្ឋធម្មនុញ្ញត្រូវបានប្រកាសឲ្យប្រើកាលពីថ្ងៃទី24ខែកញ្ញាឆ្នាំ1993មកដល់ពេលនេះរដ្ឋធម្មនុញ្ញមានអាយុ23ឆ្នាំហើយអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញលោកម៉ោញសុផានមានប្រសាសន៍ថាច្បាប់កម្ពុជាដែលមាន158មាត្រានេះត្រូវបានជ្រើសចេញពីរដ្ឋធម្មនុញ្ញចាស់ពីឆ្នាំ1947ដល់ឆ្នាំ1970រដ្ឋធម្មនុញ្ញសម័យលន់នល់ពីឆ្នាំ1970ដល់ឆ្នាំ1975និងរដ្ឋធម្មនុញ្ញសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ1979ដល់ឆ្នាំ1990លើកលែងតែរដ្ឋធម្មនុញ្ញនៅក្នុងរបបប៉ុលពតទេមិនយកមកប្រើក្រៅពីនេះក៏មានឯកសារពាក់ព័ន្ធនានាដូចជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងឯកសាររបស់បណ្ដាប្រទេសនានាជាសមាជិកនៃអង្គការសហប្រជាជាតិមករួមបញ្ចូលផងដែរអ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិតមាននីនិយាយថារដ្ឋធម្មនុញ្ញបង្កើតមកដើម្បីការពារសិទ្ធិរបស់ពលរដ្ឋដូច្នេះប្រសិនបើរដ្ឋាភិបាលយករដ្ឋធម្មនុញ្ញទៅត្រួតត្រាពលរដ្ឋនឹងទាមទារមកវិញតាមរយៈការបោះឆ្នោតជាងនេះទៅទៀតលោកថានៅក្នុងករណីអ្នកដឹកនាំប្រទេសមួយចំនួនដែលរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរពលរដ្ឋអាចក្រោកឡើងធ្វើបដិវត្តពណ៌ដើម្បីទម្លាក់រដ្ឋាភិបាលនោះតែម្ដងនៅរយៈពេលចុងក្រោយនេះបន្ទាប់ពីតុលាការចាប់ចងសមាជិកសភាបកប្រឆាំងទាំងមានអភ័យឯកសិទ្ធិនិងការចោទប្រកាន់មួយចំនួនលើថ្នាក់ដឹកនាំគណៈបកនេះគណៈបកសង្គ្រោះជាតិចោទប្រកាន់ថារដ្ឋាភិបាលរដ្ឋសភាដែលគ្រប់គ្រងដោយគណៈបកប្រជាជនកម្ពុជារំលោភរដ្ឋធម្មនុញ្ញប៉ុន្តែគណៈបកប្រជាជនកម្ពុជាច្រានចោលការចោទប្រកាន់នេះសង្គមស៊ីវិលថារដ្ឋាភិបាលនៅមិនទាន់អាចធានាសិទ្ធិស្ត្រីដោយចែងនៅក្នុងរដ្ឋធម្មនុញ្ញនៅឡើយលោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានពីគេហទំព័រ SC ស្រីបានចុះផ្សាយឲ្យដឹងថារយៈពេល23ឆ្នាំហើយបើគិតត្រឹមថ្ងៃទី24ខែកញ្ញាដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី2ត្រូវដាក់ឲ្យអនុវត្តក្រុមអង្គការសង្គមស៊ីវិលទទួលស្គាល់ថាក្នុងរយៈពេលនេះរដ្ឋាភិបាលបានបំពេញការងារមួយចំនួនហើយដើម្បីធានាការពារសិទ្ធិស្ត្រីប៉ុន្តែពួកគេក៏មើលឃើញថានៅមានចំណុចមួយចំនួនដែលរដ្ឋាភិបាលនៅមិនទាន់អាចធានាបានដោយអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក្រុមអង្គការសង្គមស៊ីវិលលើកឡើងថាចំណុចសំខាន់នៅក្នុងរដ្ឋធម្មនុញ្ញដែលរដ្ឋាភិបាលនៅមិនទាន់អនុវត្តបានពេញលេញនៅឡើយនោះរួមមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យនយោបាយការរើសអើងអំពើហិង្សាការជួញដូរនិងការងារសម្រាប់ស្ត្រីជាដើមគេហទំព័រ SC ស្រីដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតតាមរយៈនាយិកាប្រតិបត្តិអង្គការសិលកាអ្នកស្រី Thida Kers មានប្រសាសន៍ថាតាក់ទងនឹងការចូលរួមនៅក្នុងវិស័យនយោបាយពិតមែនថារដ្ឋធម្មនុញ្ញបានធានាក៏ស្ត្រីពុំត្រូវបានផ្ដល់ឱកាសត្រឹមត្រូវមួយដើម្បីឲ្យពួកគេបានចូលរួមពេញលេញនោះឡើយអ្នកស្រីថាក្រុមអង្គការមិនមែនរដ្ឋាភិបាលតែងទាមទារឲ្យមានវិធានការពិសេសសម្រាប់ឲ្យការអនុវត្តបានប្រសើរជាងពេលកន្លងទៅបើតាមអ្នកស្រី Thida Kers ការចាប់ស្ត្រីដែលចេញតវ៉ាបញ្ហាដីធ្លីដាក់ពន្ធនាគារនៅក្នុងពេលថ្មីៗនេះកំពុងបំផិតបំភ័យស្ត្រីច្រើនទៀតដែលមានបំណងចូលរួមការងារសង្គមកិច្ចការពារស្ត្រីនិងនយោបាយកាលពីឆ្នាំ2013កម្មវិធីដៃគូដើម្បីការទប់ស្កាត់អំពើហិង្សាលើស្ត្រីបានធ្វើការសិក្សាមួយដោយសម្ភាសបុរសនិងស្ត្រីចំនួន1831នាក់នៅក្នុងនោះបុរសចំនួន 32.5% និយាយថាបានប្រើហិង្សាលើរាងកាយនិងផ្លូវភេទលើដៃគូជិតស្និទ្ធរបស់ពួកគេរហូតមកដល់ពេលនេះករណីអំពើហិង្សាក្នុងគ្រួសារជាករណីស្រួចស្រាលដោយមានការកាប់សម្លាប់នៅក្នុងចំណោមសមាជិកគ្រួសារនាយិកាប្រតិបត្តិនៃអង្គការសិលកាអ្នកស្រី Thida Kers មានប្រសាសន៍ថាការរើសអើងនិងទស្សនៈសង្គមទៅលើស្ត្រីនៅតែជាដើមចមនៃអំពើហិង្សាលើស្ត្រីរដ្ឋធម្មនុញ្ញមាត្រា45ចែងថាការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រីភេទត្រូវបំបត្តិចោលការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នានៅក្នុងគ្រប់វិស័យទាំងអស់ជាពិសេសនៅក្នុងអាពាហ៍ពិពាហ៍និងគ្រួសារអាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងនៅក្នុងច្បាប់និងគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយរីឯមាត្រា46ចែងថា
អំពើលួចដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកបេសកកម្មនិងអំពើអះអាភាសដែលប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់របាយការណ៍សម្រាប់ឆ្នាំ2016របស់ក្រសួងការបរទេសអាមេរិកបានចាត់ទុកកម្ពុជាបន្តស្ថិតនៅក្នុងចំណុចថ្នាក់ទី2នៅក្នុងចំណោមប្រទេសមានករណីជួញដូរស្ត្រីហើយក៏បានចាត់ទុកថាបានប្រសើរជាងឆ្នាំ2015អង្គការសហប្រជាជាតិសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្សបានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃទី29ខែសីហាស្ដីពីបញ្ហាស្ត្រីខ្មែរត្រូវបានគេជួញដូរផ្លូវភេទនិងបង្ខំឲ្យរៀបការជាមួយនឹងបុរសចិនការសិក្សានេះផ្ដោតសំខាន់អំពីដំណើរដើមទងដែលមេខ្យល់លបួងស្ត្រីខ្មែររបៀបរបបដែលគេចំណេញលើក្រុមស្ត្រីទាំងនោះនិងបញ្ហាខ្វះខាតនៅក្នុងការទប់ស្កាត់របស់សមត្ថកិច្ចករណីនេះប្រធានសហភាពការងារកម្ពុជាលោកអាតធុនលើកឡើងថាភាគច្រើនការងារស្ត្រីត្រូវបានឲ្យតម្លៃឯការរើសអើងនៅមានតិចតួចនៅឡើយបើទោះជាយ៉ាងណាក្រុមអង្គការមិនមែនរដ្ឋាភិបាលមើលឃើញដែរថានៅក្នុងសង្គមកម្ពុជានៅតែបែងចែកថាកិច្ចការងារមេផ្ទះគឺជាកិច្ចការរបស់ស្ត្រីប្រធានសហភាពការងារកម្ពុជាលោកអាតធុនលើកឡើងថាការរើសអើងស្ត្រីមានផ្ទៃពោះត្រូវគេធ្វើឡើងនៅក្នុងរូបភាពមិនផ្ដល់ការងារនិងការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លីបើទោះជាយ៉ាងនេះក្តីបញ្ហាប្រឈមធំមួយដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលនៅតែបារម្ភនោះគឺគោលដៅនៅក្នុងផែនការយុទ្ធសាស្ត្រតែងជួបឧបសគ្គដោយសារតែការអនុវត្តខ្វះថវិកាគ្រប់គ្រងអ្នកសារព័ត៌មានកម្ពុជាបារម្ភថាច្បាប់សិទ្ធិទទួលបានព័ត៌មាននិងរដ្ឋបិទវិជ្ជាជីវៈខ្លួនលោកអ្នកនាងជាទីមេត្រីព័ត៌មានពីគេហទំព័រសម្លេងនៃសហរដ្ឋអាមេរិក VOA បានចុះផ្សាយឲ្យដឹងតាមរយៈអ្នកសារព័ត៌មានមួយក្រុមរកឃើញថាមាត្រាមួយចំនួនដែលចែងនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងធ្វើឲ្យប៉ះពាល់ដល់ការប្រមូលនិងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋប្រសិនក្រសួងមិនកែសម្រួលឲ្យបានដិតដល់អ្នកធ្វើការផ្នែកសារព័ត៌មានមួយក្រុមបានបង្ហាញក្តីបារម្ភចំពោះសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលកំពុងព្រាងថានឹងធ្វើឲ្យរដ្ឋបិទសេរីភាពនៅក្នុងការប្រមូលនិងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈបន្ទាប់ពីពួកគេរកឃើញថាមាត្រាមួយចំនួននៅក្នុងច្បាប់នោះមិនបានការពារដល់អ្នកស្នើសុំព័ត៌មានតាមការរំពឹងទុកនោះទេកាលពីថ្ងៃទី22ខែកញ្ញាឆ្នាំ2016កន្លងទៅនេះអ្នកធ្វើការផ្នែកសារព័ត៌មានប្រមាណជាង20នាក់បានជួបជុំគ្នានៅក្នុងសិក្ខាសាលាមួយរៀបចំដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM នៅក្នុងការផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានស្របពេលដែលច្បាប់នេះកំពុងត្រួតពិនិត្យនិងកែសម្រួលនៅក្រសួងព័ត៌មានគេហទំព័រសម្លេងនៃសហរដ្ឋអាមេរិក VOA ដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតតាមរយៈក្រុមអ្នកសារព័ត៌មានដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សានោះភាគច្រើនបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងនីតិវិធីនៃការស្នើសុំព័ត៌មានការចែងពីភាពសម្ងាត់ដែលអ្នកសារព័ត៌មានមិនអាចស្នើសុំនិងការដាក់ទោសលើអ្នកស្នើសុំព័ត៌មានជាដើមថ្លែងក្រោយបញ្ចប់ការពិភាក្សាលោករឿនភីរុនអ្នកសារព័ត៌មានគេហទំព័រថ្មីប្រាប់ថាយោងតាមកិច្ចពិភាក្សាផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់នេះលោករកឃើញជាច្រើនបង្ហាញពីការរឹតបន្តឹងសិទ្ធិមួយចំនួនដែលអាចបង្អាក់ការប្រមូលនិងផ្សព្វផ្សាយព័ត៌មានដែលចាំបាច់ត្រូវមានការកែតម្រូវលោកប៉ាងួនទៀងនាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលើកឡើងថាច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានមានសារៈសំខាន់នៅក្នុងការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនិងបង្កលក្ខណៈងាយស្រួលដល់ការស្នើសុំព័ត៌មានពីរដ្ឋាភិបាលទោះជាយ៉ាងណាលោកថាមាត្រាមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នៅមានភាពខ្វះចន្លោះហើយត្រូវកែសម្រួលដើម្បីធានាដល់សិទ្ធិនៅក្នុងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋលោកប៉ាងួនទៀងមានប្រសាសន៍ប្រាប់ថាការចែងអំពីទោសទណ្ឌដាក់ទៅលើអ្នកស្នើសុំលើកថាជារឿងមួយមិនគួរមានព្រោះធម្មតាគេមានតែលើកទឹកចិត្តឲ្យមានការចូលរួមពីប្រជាពលរដ្ឋវិញហើយបើយើងឃើញថាការចូលរួមពីប្រជាពលរដ្ឋខុសយើងប្រើប្រព័ន្ធផ្សព្វផ្សាយឬក៏ប្រើយន្តការនៅក្នុងការអប់រំវិញនិងវាប្រសើរជាងការដាក់ទោសទណ្ឌហើយទី2គឺសំខាន់ណាស់គឺរឿងព័ត៌មានសម្ងាត់នឹងគឺមានការចែងទូលំទូលាយពេកវាធ្វើឲ្យអ្នកកាន់ព័ត៌មានមានលេសនៅក្នុងការផ្ដល់ឬមិនផ្ដល់ឲ្យលោកប៉ាងួនទៀងបន្ថែមថាបើសិនជាសេចក្តីព្រាងច្បាប់វានៅមានមាត្រាទាំងអស់នឹងដែលអាចបង្កើតជាឧបសគ្គការអនុវត្តច្បាប់វានៅតែមានបញ្ហាបានន័យថាវាអត់បានល្អហើយអត់បានល្អសិទ្ធិទទួលបានព័ត៌មាននៅតែមានបញ្ហាដដែលហើយកាលណាសិទ្ធិទទួលបានព័ត៌មានសាធារណៈមានបញ្ហាសង្គមយើងវាប្រឈមនឹងអំពើពុករលួយនិងការខ្វះតម្លាភាពនឹងកាន់តែខ្លាំង
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមាន9ជំពូកនិង36មាត្រារហូតមកដល់ពេលនេះក្រសួងព័ត៌មាននិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែលចូលរួមនៅក្នុងការផ្តល់យោបល់បានព្រមព្រៀងនិងអនុម័តបានចំនួនប្រមាណ14មាត្រានិងកំពុងពិភាក្សាបន្តរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវកញ្ញារិទ្ធធ្លាប់បានអះអាងថាច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងក្លាយជាច្បាប់មួយដែលអាចទទួលយកបានគ្រប់ភាគីនៅក្នុងការផ្តល់ព័ត៌មានទៅកាន់សាធារណជនក្រសួងព័ត៌មានគ្រោងនឹងបញ្ចប់ច្បាប់នេះនៅពាក់កណ្ដាលឆ្នាំ2017ពលរដ្ឋខេត្តស្ទឹងត្រែងប្រទះឃើញការដឹកជញ្ជូនឈើទ្រង់ទ្រាយធំរបស់ជនជាតិវៀតណាមលោកអ្នកនាងជាទីមេត្រីក្រឡេកមកឯព័ត៌មានបង្ហាញពីបទល្មើសដឹកជញ្ជូនព្រៃឈើទៅវៀតណាមត្រូវបានគេហទំព័រអាស៊ីសេរីបានចុះផ្សាយឲ្យដឹងតាមរយៈពលរដ្ឋរស់នៅឃុំសៀមបូកស្រុកសៀមបូកខេត្តស្ទឹងត្រែងសង្កេតឃើញថាអញ្ញាធិបពាក់ព័ន្ធហាក់ពុំយកចិត្តទុកដាក់បង្ក្រាបការជួញដូរឈើទ្រង់ទ្រាយធំខុសច្បាប់បើទោះបីជាអភិបាលខេត្តស្ទឹងត្រែងចេញប័ណ្ណបញ្ជាឲ្យបង្ក្រាបក្តីអ្នកភូមិថារថយន្តសាំងយ៉ុងជាង20គ្រឿងផ្ទុកឈើមានតម្លៃច្រើនម៉ែត្រគីបត្រូវគេដឹកយកលាក់ទុកនៅចំណុចភ្នំក្រហមកាលពីថ្ងៃទី21ខែកញ្ញាពលរដ្ឋរស់នៅឃុំសៀមបូកស្រុកសៀមបូកនៅថ្ងៃទី22ខែកញ្ញាអំពាវនាវឲ្យអាជ្ញាធរជំនាញអនុវត្តច្បាប់លើរថយន្តសាំងយ៉ុង22គ្រឿងផ្ទុកឈើប្រណិតច្រើនម៉ែត្រគីបរបស់ឈ្មោះជនជាតិវៀតណាមឈ្មោះហេងសំនៀងហើយយាយព្រឿងការអំពាវនាវនេះបន្ទាប់ពីរថយន្តទាំងនោះត្រូវឈ្មួញដឹកមកលាក់ទុកនៅ4ទីតាំងផ្សេងគ្នានៅចំណុចភ្នំក្រហម2ថ្ងៃហើយពុំឃើញមានការបង្ក្រាបគេហទំព័រអាស៊ីសេរីដដែលនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតតាមរយៈពលរដ្ឋរស់នៅឃុំសៀមបូកលោកកោះមួនឲ្យដឹងនៅថ្ងៃទី22ខែកញ្ញាថារថយន្តសាំងយ៉ុងទាំងនោះផ្ទុកឈើប្រណិតនៅក្នុងមួយគ្រឿងប្រហែលជាង2ម៉ែត្រគីបទៅ3ម៉ែត្រគីបដឹកបន្តកន្ទុយគ្នាកាត់មុខផ្ទះរបស់លោកដើម្បីស្វែងរកទីតាំងជ្រកបណ្ដោះអាសន្នកាលពីថ្ងៃទី21ខែកញ្ញាលោកថាឈើទាំងនោះមានមុខកាត់ចាប់ពី3តឹកដល់4តឹកប្រវែង2ម៉ែត្រ2តឹកជារបស់ឈ្មោះជនជាតិវៀតណាមឈ្មោះយាយព្រឿងទំនងដឹកយកទៅប្រទេសវៀតណាមលោកបន្តថាអ្នកភូមិបានជូនដំណឹងបញ្ហានេះទៅអាជ្ញាធរមូលដ្ឋានដែរតែពុំមានចំណាត់ការលោកសង្ស័យថាឈ្មោះជនជាតិវៀតណាមរូបនោះប្រហែលចរចាជាមួយសមត្ថកិច្ចមិនទាន់ត្រូវរើទើបមិនទាន់ដឹកចេញក្រៅដូច្នេះកាលពីថ្ងៃទី21ខែកញ្ញាអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីឈ្មោះជនជាតិវៀតណាមឈ្មោះហេងសំនៀងហើយយាយព្រឿងយកធូបមួយបាច់អុជស្បត់ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅក្នុងស្រុកដោយបញ្ជាក់ថាគាត់រកស៊ីឈើចែកគ្នារួមបន្តិចបន្តួចមន្ត្រីអង្គការជាន់ខ្ពស់នៃសមាគមអាតហុកលោកប៉ែនប៊ុនណាយល់ថាប្រសិនបើការដឹកជញ្ជូនឈើនៅតែបន្តកើតមានន័យថាបលល្មើសអ៊ុក្រិតកំពុងខ្លាចជាការចរចាគ្នារវាងសមត្ថកិច្ចនិងឈ្មួញនាំឲ្យមានការកើនវប្បធម៌នីតិរដ្ឋភាពធ្ងន់ធ្ងរលោកមើលឃើញថាបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលដែលជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ទប់ស្កាត់បលល្មើសព្រៃឈើហាក់ពុំមានឥទ្ធិពលដល់ឈ្មួញដោះស្លែទាំងនោះទេនោះវាមានន័យថាការសន្យារបស់លោកនាយករដ្ឋមន្ត្រីគឺធ្វើឡើងបានតែល្អមើលកាលពីថ្ងៃទី22ខែឧសភាឆ្នាំ2016កងរាជអាវុធហត្ថខេត្តក្រចេះបានឃាត់រថយន្តធំឬហៅថារថយន្តយីដុប2គ្រឿងរបស់ឈ្មោះជនជាតិវៀតណាមឈ្មោះហេងសំនៀងហើយយាយព្រឿងដឹកឈើប្រណិតនៅខេត្តក្រចេះរឹបអូសឈើបានចំនួនជាង50ម៉ែត្រគីបសមត្ថកិច្ចថារថយន្តទាំងនោះបំណងដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមបន្ទាប់ពីខរយន្តនោះសមត្ថកិច្ចបញ្ជូនឯកសារទៅតុលាការតែមកទល់ពេលនេះពុំឃើញមានចំណាត់ការផ្លូវច្បាប់ណាមួយពីតុលាការខេត្តក្រចេះនៅឡើយកូរ៉េខាងជើងប្រកាសពង្រឹងសមត្ថភាពនុយក្លេអ៊ែរដើម្បីការពារខ្លួនប្រឈមនឹងការគំរាមរបស់អាមេរិកលោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE បានចុះផ្សាយដឹងថាថ្លែងនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកលោករដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងរីជុងហូបានថ្លែងបញ្ជាក់ជាផ្លូវការនៅចំពោះមុខសហគមន៍អន្តរជាតិថាក្រុងព្យុងយ៉ាងនឹងបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាបន្តទៀតតាមលោករីជុងហូកម្មវិធីនុយក្លេអ៊ែរជាមធ្យោបាយតែមួយគត់ដែលអនុញ្ញាតឲ្យកូរ៉េខាងជើងការពារខ្លួនប្រឈមនឹងការគំរាមកំហែងរបស់អាមេរិកគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE ដដែលនេះបង្ហាញឲ្យដឹងបន្ថែមទៀតថាការដែលកូរ៉េខាងជើងបានប្រើវេទិកាអង្គការសហប្រជាជាតិដើម្បីបញ្ជាក់ពីមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនពេលនេះជាសក្ខីកម្មមួយដែលសរឲ្យឃើញថារបបកុម្មុយនីសក្រុងព្យុងយ៉ាងមិនខ្លាចរអាចំពោះទណ្ឌកម្មរបស់សហគមន៍អន្តរជាតិនោះឡើយ
មួយវិញទៀតការប្រកាសបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនពេលនេះក៏បានធ្វើឡើងពីសប្តាហ៍ក្រោយពីកូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរជាលើកទី5ថ្លែងនៅចំពោះមុខសហគមន៍អន្តរជាតិនៅក្នុងទីក្រុងញូវយ៉កលោកប្រមុខការទូតកូរ៉េខាងជើងរីជុងហូបានអះអាងថាក្រុងព្យុងយ៉ាងបដិញ្ញាចិត្តនឹងពង្រឹងគ្រប់កម្លាំងដើម្បីបង្កើនសមត្ថភាពនុយក្លេអ៊ែរការចង់ក្លាយខ្លួនជាមហាអំណាចនុយក្លេអ៊ែរមិនមែនជារឿងចៃដន្យទេតែជានយោបាយរបស់រដ្ឋកូរ៉េខាងជើងនិងថាសេចក្តីសម្រេចចិត្តនៅក្នុងការពង្រឹងអាវុធនុយក្លេអ៊ែរទាំងបរិមាណនិងគុណភាពគឺជាមធ្យោបាយតែមួយគត់ដើម្បីស្វែងការពារខ្លួនប្រឈមនឹងការគំរាមកំហែងពីបរទេសពិសេសពីសហរដ្ឋអាមេរិកសូមជម្រាបជូនថាគិតចាប់តាំងពីឆ្នាំ2006មកកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន5ដងដែលលើកទី5ចុងក្រោយត្រូវបានគេមើលឃើញថាមានទ្រង់ទ្រាយធំនិងមានលក្ខណៈធ្ងន់ធ្ងរជាងមុនក្រៅពីសាកល្បងនុយក្លេអ៊ែរកូរ៉េខាងជើងក៏ធ្លាប់បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរជាតិប្រមាណជា20លើកដែរទង្វើសាកល្បងនុយក្លេអ៊ែរនិងបាញ់សាកល្បងគ្រាប់មីស៊ីលជាការរំលោភបំពានលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនិងត្រូវបានសហគមន៍អន្តរជាតិថ្កោលទោសនិងដាក់ទណ្ឌកម្មនៅលើវេទិកានៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ2016នេះមានប្រទេសជាច្រើនបានជំរុញឲ្យមានការដាក់ទណ្ឌកម្មថ្មីលើរបបក្រុងព្យុងយ៉ាងលោកនាយករដ្ឋមន្ត្រីជប៉ុនស៊ីនសូអាបេបានទាមទារឲ្យពិភពលោកស្វែងរកមធ្យោបាយទប់កូរ៉េខាងជើងនិងប្រមានថាការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាងបានឡើងដល់កម្រិតគ្រោះថ្នាក់ខ្លាំងដែលគេមិនអាចបន្តឈរអោបដៃមើលទៀតបាននោះទេលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់ក្រុមការងារនាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំយូច័ន្ទធីនីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានតាមដានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា